គិតត្រឹមដើមឆ្នាំ2026នេះស្ថានភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បន្តស្ថិតក្នុងដំណាក់កាលតានតឹងបំផុតដែលពិភពលោកបារម្ភថាអាចនឹងផ្ទុះសង្គ្រាមទ្រង់ទ្រាយធំគ្រប់ពេលវេលាបន្ទាប់ពីការចរចានុយក្លេអ៊ែរមិនទាន់ទទួលបានលទ្ធផលជាដុំកំភួនកាលពីថ្ងៃទី27ខែកុម្ភៈឆ្នាំ2026ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាឲ្យបុគ្គលិកស្ថានទូតដែលមិនចាំបាច់និងក្រុមគ្រួសារចាកចេញពីប្រទេសអ៊ីស្រាអែលនិងទីក្រុងបេរូតប្រទេសលីបង់ដោយសារហានិភ័យសន្តិសុខនិងការព្រួយបារម្ភពីការផ្ទុះអាវុធជាមួយប្រទេសអ៊ីរ៉ង់អាមេរិកបានណែនាំកម្រិតទី4 Do Not Travel ដែលបង្គាប់ឲ្យពលរដ្ឋអាមេរិកទាំងអស់ចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់ជាមួយគ្នានេះប្រទេសមហាអំណាចផ្សេងទៀតដូចជាចិននិងអង់គ្លេសក៏បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ង់ផងដែរប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រមានថាអ៊ីរ៉ង់ត្រូវតែយល់ព្រមតាមលក្ខខណ្ឌនុយក្លេអ៊ែរបើមិនដូច្នោះទេនឹងប្រឈមមុខនឹងការវាយប្រហារយោធាក្នុងពេលឆាប់ៗក៏ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថាប្រសិនបើអាមេរិកវាយប្រហារនោះមូលដ្ឋានទ័ពអាមេរិកទាំងអស់ក្នុងតំបន់នឹងក្លាយជាគោលដៅសងសឹករបស់អ៊ីរ៉ង់វិញជាមិនខានដូច្នេះសួរថាតើអ៊ីរ៉ង់ដែលមិនមែនជាប្រទេសមហាអំណាចយោធាលំដាប់ពិភពលោកដូចជារុស្ស៊ីនិងចិនផងតែហេតុអ្វីបានជាអ៊ីរ៉ង់ហ៊ានតតាំងជាមួយអាមេរិកដែលជាមហាអំណាចកំពូលរបស់ពិភពលោកបែបនេះទៅវិញនៅក្នុងរឿងនេះគឺមានហេតុផលនៅពីក្រោយខ្នងការដែលអ៊ីរ៉ង់ហ៊ានប្រឈមមុខជាមួយសហរដ្ឋអាមេរិកគឺដោយសារការរួមបញ្ចូលគ្នានៃកត្តាភូមិសាស្ត្រនយោបាយសន្តិសុខជាតិនិងមនោគមវិជ្ជាបដិវត្តន៍ទោះបីជាអាមេរិកមានឥទ្ធិពលខ្លាំងយ៉ាងណាក៏ដោយក៏អ៊ីរ៉ង់នៅតែបន្តរក្សាចំហតឹងថ្អឹងដាក់អាមេរិកដោយអ៊ីរ៉ង់សំអាងលើហេតុផលសំខាន់ចំនួន6ទី1ដើម្បីការពារអធិបតេយ្យភាពនិងមនោគមវិជ្ជាចាប់តាំងពីបដិវត្តន៍ឆ្នាំ1979មកការប្រឆាំងនឹងឥទ្ធិពលអាមេរិកនៅមជ្ឈមបូព៌ាបានក្លាយជាអត្តសញ្ញាណស្នូលរបស់អ៊ីរ៉ង់ថ្នាក់ដឹកនាំអ៊ីរ៉ង់យល់ថាការបន្ទន់ឥរិយាបថចំពោះអាមេរិកអាចនាំឲ្យមានការផ្លាស់ប្ដូររបបដឹកនាំដូច្នេះអ៊ីរ៉ង់មិនត្រូវឱនក្បាលដាក់អាមេរិកឡើយបើទោះបីជាមានការដាក់សម្ពាធធ្ងន់ធ្ងរបែបណាក៏ដោយគិតត្រឹមដើមឆ្នាំ2026របបដឹកនាំរបស់ប្រទេសអ៊ីរ៉ង់នៅតែស្ថិតក្រោមប្រព័ន្ធសាធារណរដ្ឋអ៊ីស្លាមដែលមានមេដឹកនាំកំពូលជាអ្នកកាន់អំណាចខ្ពស់បំផុតលើគ្រប់វិស័យក៏ប៉ុន្តែអ៊ីរ៉ង់ដែលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកអាយ៉ាតូឡាអាលីខាម៉ានីបានផ្ទុះបាតុកម្មទ្រង់ទ្រាយធំតាំងពីចុងខែធ្នូឆ្នាំ2025រហូតដល់ពេលបច្ចុប្បន្ននេះដែលត្រូវបានចាត់ទុកថាជាការងើបបះបោរដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីបដិវត្តន៍ឆ្នាំ1979មកក៏ប៉ុន្តែបាតុកម្មនេះត្រូវបានបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលអ៊ីរ៉ង់ដើម្បីរក្សាអំណាចរបស់ខ្លួនទី2អ៊ីរ៉ង់សំអាងលើសមត្ថភាពយោធារបស់ខ្លួនបើទោះបីជាមិនខ្លាំងក្លាប្រហែលអាមេរិកក៏ប៉ុន្តែគិតត្រឹមដើមឆ្នាំ2026សមត្ថភាពយោធារបស់អ៊ីរ៉ង់ត្រូវបានគេចាត់ថ្នាក់ថាជាមហាអំណាចលំដាប់ទី11នៅលើពិភពលោកបើទោះបីជាមានការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរក៏ដោយក៏អ៊ីរ៉ង់បានពង្រឹងបច្ចេកវិទ្យាយោធាខ្លួនឯងយ៉ាងខ្លាំងក្លាជាពិសេសលើប្រព័ន្ធមីស៊ីលនិងយានគ្មានមនុស្សបើកដែលហៅថាដ្រូនអ៊ីរ៉ង់ជឿជាក់លើសមត្ថភាពកងកម្លាំងប្រូស៊ីរបស់ខ្លួនដូចជាក្រុមហ៊ីប៉ូឡាក្រុមហូឌីសនិងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលអាចវាយប្រហារលើផលប្រយោជន៍និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់បានលើសពីនេះអ៊ីរ៉ង់មានប្រព័ន្ធមីស៊ីលប៉ាឡេស្ទិកនិងដ្រូនដែលអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សត្រូវបច្ចុប្បន្ននេះអ៊ីរ៉ង់មានទាហានសកម្មប្រហែលជា610,000 នាក់ដែលបែងចែកជាពីរផ្នែកធំគឺកងទ័ពធម្មតានិងកងឆ្មាំបដិវត្តន៍អ៊ីស្លាមហៅកាត់ថា IRGC កងទ័ព IRGC មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងកម្មវិធីមីស៊ីលនិងប្រតិបត្តិការនៅក្នុងតំបន់អ៊ីរ៉ង់មានឃ្លាំងមីស៊ីលប៉ាឡេស្ទិកដ៏ធំបំផុតនៅក្នុងតំបន់មជ្ឈមបូព៌ានៅក្នុងឆ្នាំ2025អ៊ីរ៉ង់បានបង្ហាញសមត្ថភាពផលិតមីស៊ីលល្បឿនលឿនជាងសំឡេង Hypersonic Missile និងមានមីស៊ីលដែលអាចបាញ់ចម្ងាយបានដល់ទៅ 2000 គីឡូម៉ែត្រដូចជាស៊ីជាលនិងកូរ៉ាំសាជាដើមដែលអាចវាយប្រហារដល់ប្រទេសអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់បានចំណែកសមត្ថភាពយានគ្មានមនុស្សបើកដូចជាដ្រូនរបស់អ៊ីរ៉ង់ក៏មិនធម្មតាដែរ
ដោយអ៊ីរ៉ង់បានដាក់ពង្រាយដ្រូនយុទ្ធសាស្ត្រថ្មីៗជាង 1000 គ្រឿងនៅក្នុងឆ្នាំ 2025 ដ្រូនទាំងនេះមានសមត្ថភាពវាយប្រហារពីចម្ងាយលើសពី 2000 គីឡូម៉ែត្រនិងមានបច្ចេកវិទ្យាបំបាំងកាយ Stealth ដែលពិបាកក្នុងការស្ទះចាប់ថ្លែងពីសមត្ថភាពការពារអាកាសអ៊ីរ៉ង់ប្រើប្រាស់ប្រព័ន្ធការពារអាកាស S-300 ដែលបានកែលម្អដោយប្រើរ៉ាដាផលិតក្នុងស្រុកនិងប្រព័ន្ធ Bava 373ដើម្បីការពារទីតាំងសំខាន់ៗប្រព័ន្ធការពារអាកាស S-300 គឺជាខ្សែស្រឡាយនៃប្រព័ន្ធមីស៊ីលការពារអាកាសរយៈចម្ងាយឆ្ងាយដែលត្រូវបានបង្កើតឡើងដំបូងដោយអតីតសហភាពសូវៀតនិងបន្តអភិវឌ្ឍដោយរុស្ស៊ីវាត្រូវបានរចនាឡើងដើម្បីការពារទីតាំងយុទ្ធសាស្ត្រសំខាន់ៗពីការវាយប្រហារតាមអាកាសដូចជាយន្តហោះចម្បាំងមីស៊ីលគ្រូសនិងមីស៊ីលប៉ាឡេស្ទិកជាដើមក្រៅពីសមត្ថភាពយោធាខាងលើនេះគេអាចប៉ាន់ស្មានថាបើគ្មានការរឹតបន្តឹងពីអាមេរិកអ៊ីរ៉ង់អាចមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរបានដោយខ្លួនឯងបើទោះបីជាមានការវាយប្រហារទីតាំងនុយក្លេអ៊ែរក្នុងឆ្នាំ 2025 ក៏ដោយក៏របាយការណ៍បង្ហាញថាអ៊ីរ៉ង់នៅតែរក្សាសមត្ថភាពបច្ចេកទេសក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញក្នុងរយៈពេលខ្លីបានទី3ការប្រើប្រាស់ច្រកសមុទ្រយុទ្ធសាស្ត្រអ៊ីរ៉ង់ហ៊ានប្រឈមមុខជាមួយសហរដ្ឋអាមេរិកខ្លាំងក្លាដូចបច្ចុប្បន្ននេះក៏ដោយសារអ៊ីរ៉ង់មានសមត្ថភាពគំរាមកំហែងឬបិទច្រកសមុទ្រ Hormuz ដែលជាចំណុចដង្ហើមសេដ្ឋកិច្ចពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេងនិងអូស្មန်ការធ្វើបែបនេះអាចធ្វើឲ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់ដែលជាសម្ពាធសេដ្ឋកិច្ចត្រឡប់ទៅរកសហរដ្ឋអាមេរិកវិញច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏តូចចង្អៀតនិងមានសារៈសំខាន់បំផុតជាយុទ្ធសាស្ត្រនៅលើពិភពលោកដែលតភ្ជាប់រវាងឈូងសមុទ្រពាក់និងឈូងសមុទ្រអូម៉ង់រួចបន្តទៅកាន់មហាសមុទ្រឥណ្ឌាច្រកសមុទ្រនេះស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់នៅភាគខាងជើងនិងប្រទេសអូម៉ង់ព្រមទាំងអេមីរ៉ាតអារ៉ាប់រួមនៅភាគខាងត្បូងច្រកនេះជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកដោយមានប្រេងឆៅប្រហែល20លានបារ៉ែលក្នុងមួយថ្ងៃគឺស្មើនឹងប្រហែល 20% នៃការប្រើប្រាស់ប្រេងសរុបលើពិភពលោកត្រូវបានដឹកឆ្លងកាត់តាមច្រកនេះប្រទេសដែលនាំចេញប្រេងធំៗតាមច្រកនេះមានដូចជាអារ៉ាប៊ីសាអូឌីតអ៊ីរ៉ាក់កូវ៉ែតនិងអេមីរ៉ាតអារ៉ាប់រួមសុទ្ធតែពឹងផ្អែកលើច្រកនេះដើម្បីបញ្ជូនប្រេងទៅកាន់ទីផ្សារអន្តរជាតិដោយសារតែមានសន្លឹកបៀល្អៗនៅក្នុងដៃច្រើនបែបនេះហើយទើបអ៊ីរ៉ង់មិនសូវញញើតសហរដ្ឋអាមេរិកក៏ប៉ុន្តែចំណុចដែលសំខាន់ដែលអ៊ីរ៉ង់កំពុងតតាំងជាមួយអាមេរិកគឺកម្មវិធីអាវុធនុយក្លេអ៊ែរទី4កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បានពង្រីកកម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ខ្លួនរហូតដល់ 60% ដើម្បីប្រើប្រាស់ជាឧបករណ៍ចរចានិងជាការការពារខ្លួនពីការវាយប្រហារយោធាខ្នាតធំរបបទីក្រុងតេហេរ៉ង់យល់ថាការមានសមត្ថភាពនុយក្លេអ៊ែរនឹងធ្វើឲ្យអាមេរិកមានការរីរែកក្នុងការចូលទៅផ្លាស់ប្ដូររបបរបស់ខ្លួនដោយប្រើកម្លាំងបាយកម្មវិធីនុយក្លេអ៊ែរនេះអាមេរិកនិងសម្ព័ន្ធមិត្តធ្លាប់បានព្យាយាមបំផ្លាញចោលជាច្រើនដងហើយក៏ប៉ុន្តែមិនទាន់បានសម្រេចជាស្ដែងកាលពីខែមិថុនាឆ្នាំ 2025 អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់លោកដូណាល់ត្រាំអះអាងថាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានកំទេចក៏ប៉ុន្តែភ្នាក់ងារថាមពលបរិមាណូអន្តរជាតិហៅកាត់ថា IAEA មិនទាន់អាចចូលទៅពិនិត្យទីតាំងដែលរងការខូចខាតដើម្បីបញ្ជាក់បានការពិតនៅឡើយនោះទេនៅមុនការវាយប្រហារនោះអ៊ីរ៉ង់បានចម្រាញ់អ៊ុយរ៉ាញ៉ូមដល់កម្រិត 60% ជិតដល់កម្រិតអាវុធ 90% ហើយត្រូវបានគេប៉ាន់ស្មានថាមានស្តុកគ្រាប់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែររហូតដល់ទៅ10គ្រាប់ប្រសិនបើចម្រាញ់បន្តក៏ប៉ុន្តែក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិកតាមរយៈរូបភាពពីផ្កាយរណបបានបង្ហាញថាអ៊ីរ៉ង់កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រោមដីថ្មីនៅតំបន់តាឡេកាន់ធូដែលមានការការពាររឹងមាំជាងមុនដើម្បីការពារពីការទម្លាក់គ្រាប់បែកជាតិថ្មីពីសំណាក់សហរដ្ឋអាមេរិកដោយសារតែបែបនេះហើយជំហររបស់អាមេរិកក្រោមរដ្ឋបាលរបស់លោកដូណាល់ត្រាំបានដាក់សម្ពាធជាអតិបរមានិងបញ្ជូននាវាផ្ទុកយន្តហោះ USS Abraham Lincoln ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីបង្ខំឲ្យអ៊ីរ៉ង់យល់ព្រមតាមលក្ខខណ្ឌគ្មានអាវុធនុយក្លេអ៊ែរជារៀងរហូតទី5សម្ពាធក្នុងស្រុកនិងការបង្ហាញភាពខ្លាំងក្នុងកលតិស័កដែលមានបាតកម្មប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសដោយសារបញ្ហាសេដ្ឋកិច្ចការបង្ហាញចំហររឹងមាំប្រឆាំងនឹងសត្រូវខាងក្រៅទល់នឹងអាមេរិកក៏ជួយឲ្យរដ្ឋាភិបាលអ៊ីរ៉ង់
អាចប្រមូលផ្ដុំកម្លាំងគាំទ្រផ្ទៃក្នុងបានមួយកម្រិតបន្ថែមទៀតនិងអាចបង្វែរការយកចិត្តទុកដាក់អំពីបញ្ហាបាតុកម្មនៅក្នុងស្រុកទី6ការគាំទ្រពីមហាអំណាចផ្សេងទៀតនៅក្នុងចំនួនជាមួយសហរដ្ឋអាមេរិកនេះមហាអំណាចចម្បងដែលគាំទ្រអ៊ីរ៉ង់រួមមានរុស្ស៊ីនិងចិនដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតទាំងផ្នែកយោធានិងសេដ្ឋកិច្ចក្រៅពីមហាអំណាចទាំងនេះអ៊ីរ៉ង់ក៏មានបណ្ដាញសម្ព័ន្ធមិត្តក្នុងតំបន់ដែលគេហៅថាអនៃការតស៊ូ Axis of Resistance ផងដែររុស្ស៊ីនិងអ៊ីរ៉ង់បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ20ឆ្នាំនៅដើមឆ្នាំ2025រុស្ស៊ីបានយល់ព្រមលក់អាវុធឲ្យអ៊ីរ៉ង់រួមមានប្រព័ន្ធការពារអាកាសចល័ត Verba និងមីស៊ីលប្រភេទ 9M336 ចំនួន 2,500 គ្រាប់ក្នុងកិច្ចព្រមព្រៀងតម្លៃ500លានអឺរ៉ូចំណែកឯចិនវិញគឺជាខ្សែជីវិតផ្នែកសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់អ៊ីរ៉ង់នៅក្នុងឆ្នាំ2025ចិនបានទិញប្រេងពីអ៊ីរ៉ង់ច្រើនជាង 80% នៃបរិមាណនាំចេញសរុបរបស់អ៊ីរ៉ង់ចិនក៏ជាដៃគូផ្គត់ផ្គង់អាវុធដ៏ធំមួយដល់អ៊ីរ៉ង់ផងដែរមានសេចក្តីរាយការណ៍ថាចិនបានបញ្ជូនដ្រូនវាយប្រហារទៅឲ្យអ៊ីរ៉ង់និងកំពុងចរចាលក់មីស៊ីលប្រឆាំងនាវា Supersonic ប្រភេទ CM302 ដែលអាចបាញ់ពន្លិចនាវាចម្បាំងបានក៏ប៉ុន្តែចិនតែងតែជំទាស់នឹងការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ដោយចិនប្រកាន់ចំហឲ្យមានការដោះស្រាយតាមផ្លូវទូតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដោយឡែកកូរ៉េខាងជើងគឺជាផ្នែកមួយនៃបណ្ដាញក្រៅផ្លូវការដែលផ្ដល់ការគាំទ្រផ្នែកនយោបាយនិងបានថ្កោលទោសចំពោះសហរដ្ឋអាមេរិកក្នុងគោលបំណងវាយប្រហារលើប្រទេសអ៊ីរ៉ង់ក្រៅពីនេះអ៊ីរ៉ង់ក៏មានបណ្ដាញ Axis of Resistance រួមមានដូចជាក្រុម Hezbollah របស់លីបង់ក្រុម Houthi របស់យ៉ាម៉ែនក្រុមជីវពលក្នុងអ៊ីរ៉ាក់និងក្រុម Hamas ប៉ាឡេស្ទីនជាដើមដែលគាំទ្រអ៊ីរ៉ង់